ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំចេញវីដេអូសំខាន់មួយបាទសម្រាប់ចន្ទីបាទដែលលេងត្រួយច្រើនស្លឹកច្រើនប៉ុន្តែមិនទាន់មានផ្កាអញ្ចឹងណាឥឡូវយើងមើលចន្ទីនេះចាក់ស្ដាយនេះបាទគឺស្លឹកនេះបាទចេញតាំងពីខ្ទង់ប្រហែលអាចចន្លោះខ្ទង់ពាក់កណ្ដាលខែ10ឬក៏បាទចុងខែ10ឯណោះបាទឥឡូវនេះស្លឹកឡើងចាស់ទៅវិញហើយអញ្ចឹងណាបាទនេះបាទស្លឹកចាស់ទៅវិញហើយបាទប៉ុន្តែបាទវាមិនទាន់បាទលោតចេញជាផ្កាទេនៅនេះឃើញទេបាទស្លឹកចាស់ហើយអត់ទាន់មានផ្កាទេអញ្ចឹងណាចឹងអ្វីដែលបងត្រូវធ្វើគឺចំណុចមួយដែលសំខាន់បាទនេះគឺយើងអាចប្រើបាទជាមួយនឹងនេះបាទគឺ63232នេះម៉ាញ់ទៅជុំតៃបូកជាមួយនឹង F-Planter នេះបាទសម្រាប់តាំង1000លីត្រណាបាទយើងប្រើ632នេះបាទ2គីឡូទៅហើយ F-Planter នេះមកកញ្ចប់បាទសំខាន់យើងបាញ់ឲ្យសពបាញ់ឲ្យជោគទៅបាទដូចចន្ទីនេះជាក់ស្ដែងយើងអាចបាញ់2ជើងខ្ញុំបញ្ជាក់ណាបាទបាញ់2ជើងបាទនឹងចាប់ផ្ដើមលោតត្រួយថ្មីមកហើយមានន័យថាលោតត្រួយថ្មីហ្នឹងគឺត្រួយអោបមកជាមួយនឹងកញ្ចំផ្កាតែម្ដងមានន័យថាត្រួយផ្កាបាទមកវគ្គក្រោយហើយសម្រាប់បាទចន្ទីនេះគឺកម្លាំងល្អបើមានត្រួយផ្កាមកលើក្រោយហើយគឺកាន់ហើយបាទតាក់តងនឹងតងផ្កាផៅធំធ្លោះល្អហើយងាយក្នុងការបង្កាត់ក្តាប់លឿងនេះអញ្ចឹងណាបាទយើងប្រើត្រឹមតែ2មុខនេះទេបាទគឺនេះ63232ម៉ែត្រជុំតៃនេះបាទហើយមានសារទេសរហូតដល់9មុខបាទនៅក្នុងកញ្ចប់តែមួយនេះណាហើយបូកជាមួយនឹង F-Planter នេះទៀតដែលកំពុងតែល្បីខ្លាំងបាទយើងប្រើឈុតនឹងទៅបាទធានាឲ្យបាទបាញ់ត្រឹមតែមួយជើងពីរជើងទេបាទចាប់ផ្ដើមលោតបាទត្រួយផ្កាមកតែម្ដងបាទអញ្ចឹងណាបាទនេះសំខាន់គឺនេះឃើញទេបាទអានេះអត់ទាន់ចេញទេខ្ញុំបញ្ជាក់អញ្ចឹងបាញ់អកម៉ូននឹងចូលទៅបាទនឹងចេញមកហើយលក្ខណៈមួយគឺត្រួយផ្កាតែម្ដងអញ្ចឹងណាអញ្ចឹងបើសិនជាបងមានចង្អុលលេខបន្ថែមបាទលេខទូរស័ព្ទរបស់ខ្ញុំគឺ097 43 43 555ហ្នឹងលេខ Telegram បាទអរគុណ